សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយដែលមានចំណងជើងថារៀនយកធ្វើការថ្ងៃក្នុងបន្ទប់ជួល$50គេតែនិយាយថានៅទីក្រុងគឺសម្បូរឱកាសតែសម្រាប់ខ្ញុំនៅទីក្រុងគឺជាកន្លែងដែលបង្រៀនយើងឲ្យស្គាល់ពាក្យថាអត់ធ្មត់ទាំងសម្ពាធនៅក្នុងបន្ទប់ជួល$50នេះចង្អៀតដល់ថ្នាក់គ្រាន់តែចង់ដកដង្ហើមធំក៏ខ្លាចប៉ះជញ្ជាំងដែលបិទបាំងភាពទន់ជ្រាយរបស់ក្មេងម្នាក់ដែលហ៊ានកុហកម៉ែថាកូននៅទីនេះសុខសប្បាយណាស់ភ្នែកអង្គុយមើលមេរៀនតែក្នុងខួរក្បាលគិតរឿងលុយខែថ្លៃបន្ទប់ជួល$50ថ្លៃសាលារាប់រយថ្លៃបាយរលុយទាំងព្រឹកទាំងថ្ងៃសឹងតែគ្មានពេលសម្រាប់ដើម្បីយកមកដូរនឹងกระดาษសញ្ញាបត្រមួយសន្លឹកអ្នកខ្លះថា Gen Z យើងចាយវេហឺហាចុះមានអ្នកណាដឹងទេថាយុវជនខ្លះសំបីតែខោអាវមួយកំ pl ក៏មិនហ៊ានទិញថ្មីដែរព្រោះត្រូវសន្សំលុយឲ្យគ្រប់ចំនួនដើម្បីបង់ថ្លៃសាលានៅចុងខែពេលមិត្តភ័ក្តិបបួលតែកាត់សេតផឹកស៊ីរាល់អាទិត្យខ្ញុំតែងតែញញឹមហើយបដិសេធគេថាខ្ញុំយ៉ាប់គេថាខ្ញុំរិះតែគេមិនដឹងទេថាលុយដែលគេផឹកអស់មួយយប់វាគឺជាលុយបាយរបស់ខ្ញុំកន្លះខែមិនមែនខ្ញុំមិនចេះសេតទេតែភាពក្រីក្រវាដេញតាមពីក្រោយក្នុងខ្ញុំជាប់វាមិនទុកពេលឲ្យខ្ញុំសេតច្រើនឡើយបើឈប់ដើរគឺដាច់បាយបើដួលគឺគ្មានអ្នកជួយលើកយប់ខ្លះទូរស័ព្ទរោឃើញឈ្មោះម៉ែតែមិនហ៊ានលើកខ្លាចនិយាយទៅសំឡេងញ័រខ្លាចគាត់ដឹងថាកូនគាត់កំពុងតែហត់នឿយខ្លាំងខែខ្លះសូម្បីតែលុយ50000ផ្ញើទៅផ្ទះក៏គ្មានហួសចិត្តនឹងខ្លួនឯងរហូតពេលខ្លះទៅអង្គុយសង្ងំនៅក្នុងបន្ទប់ចេញមកឆ្ងាយផ្ទះគឺដើម្បីគ្រួសារមានមោទនភាពមិនមែនមកដើម្បីឲ្យម៉ែបារម្ភលើដើមនោះទេអ្នកដែលកំពុងមើលវីដេអូនេះបើជីវិតអ្នកកំពុងជួបរឿងដូចខ្ញុំចូលដឹងថាអ្នកមិនមែននៅម្នាក់ឯងទេយើងសុខចិត្តហត់នៅក្នុងវ័យ20ជាងដើម្បីកុំឲ្យម៉ែហត់ក្នុងវ័យ60ឆ្នាំជាងបើមិនចង់ឲ្យគេមើលងាយពូជអម្បូរយើងមានតែខិតខំរៀននិងខំប្រឹងរលុយយំបានតែហាមបោះបង់ព្រោះបន្ទប់ជួល$50នេះនឹងក្លាយជាវិមាននៃភាពជោគជ័យរបស់យើងនៅថ្ងៃមុខតើអ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះវីដេអូនេះចូល comment ខាងក្រោមដើម្បីបញ្ចេញមតិ